តើអ្នកដឹងទេផ្លូវចំណាស់ដែលរត់នៅលើភ្នំគិរីរម្យគឺមានអាយុកាលប្រមាណឆ្នាំហើយហេតុអ្វីបានជាវានៅតែមានសភាពរឹងមាំនិងអាចប្រើប្រាស់បានរហូតមកដល់សពថ្ងៃទៀតតើលោកអ្នកធ្ងប់ចង់ដឹងដែរឬទេពីប្រវត្តិនៃការកសាងផ្លូវមួយនេះឧទ្យានជាតិព្រះសរាមរិទ្ធកោះសមគិរីរម្យគឺជាឧទ្យានជាតិមួយដែលត្រូវបានបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលមានចម្ងាយ112គីឡូម៉ែត្រពីរាជធានីភ្នំពេញមានទីតាំងស្ថិតនៅក្នុងទឹកដីស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនិងមួយចំណែកទៀតស្ថិតនៅក្នុងទឹកដីស្រុកកំពង់សីឡាខេត្តព្រះសីហនុលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ 80000 ហិកតា ស្ថិតនៅខ្ពង់រាបមានរយៈកម្ពស់ពី300ទៅ1000ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយជាតំបន់ដែលគ្របដណ្ដប់ទៅដោយព្រៃស្រល់យ៉ាងក្រាស់ឃ្មឹកនៅលើភ្នំតែម្ដងនៅរាល់ពេលដែលយើងធ្វើដំណើរទៅលេងនៅទីនោះយើងនឹងឃើញថាបច្ចុប្បន្ននៅលើឧទ្យានជាតិព្រៃស្រល់មួយនេះនៅតែប្រើប្រាស់ផ្លូវចាស់ដែលកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមដដែលអញ្ចឹងតើបងប្អូនធ្លាប់ឆ្ងល់ទេថាតើផ្លូវនេះកសាងឡើងតាំងពីពេលណាមកមិនដឹងគេជាប់រឹងមាំបានយូរម្ល៉េះឧទ្យានជាតិនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1940ដោយនាយកដ្ឋានគង្គារុក្ខប្រមាញ់ហើយបានធ្វើផ្លូវជាលើកដំបូងចូលទៅដល់ទីខ្ពង់រាបគិរីរម្យបន្ទាប់មកនៅឆ្នាំ1944សម្ដេចព្រះនរោត្តមសីហនុបានយាងធ្វើបរិយាទស្សនកិច្ចតំបន់នោះជាលើកដំបូងតាមរយៈដំរីព្រះអង្គបានសពព្រះរាជហឫទ័យចំពោះទេសភាពដ៏ល្អប្រណិតនៃតំបន់នោះព្រះអង្គបានមានព្រះរាជតម្រិះថាព្រៃស្រល់បែបនេះគឺមានតែនៅក្នុងប្រទេសបារាំងតែប៉ុណ្ណោះមិននឹកស្មានថាព្រៃស្រល់នេះមាននៅក្នុងប្រទេសកម្ពុជាឡើយនៅពេលនោះផងដែរព្រះអង្គបានរាជានុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសនិងកំណត់ឈ្មោះតំបន់នេះថាខ្ពង់រាបគិរីរម្យព្រះរាជក្រមលេខ129លរចុះថ្ងៃទី17មេសាឆ្នាំ1944នៅក្នុងឆ្នាំ1949នាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានដំណើរការសាងសង់ផ្លូវនិងស្ពាននានានៅទូទាំងតំបន់គិរីរម្យសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ប៉ុន្តែនៅចុងឆ្នាំ1949តំបន់គិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរឥស្សរៈការគ្រប់គ្រងរបស់ខ្មែរឥស្សរៈរយៈពេល1ឆ្នាំស្ពានជាច្រើននៅតំបន់គិរីរម្យត្រូវបានដុតបំផ្លាញដោយជនប្រដាប់អាវុធហើយនៅពេលនោះភ្នាក់ងាររុក្ខានៃនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានសម្រេចចិត្តបញ្ឈប់សកម្មភាពគ្រប់គ្រងតំបន់គិរីរម្យប៉ុន្តែពួកគេបានវិលចូលត្រឡប់មកគ្រប់គ្រងតំបន់នេះវិញនៅដើមឆ្នាំ1954បន្ទាប់ពីបានទទួលឯករាជ្យពេញលេញពីបារាំងទើបនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានចាប់ផ្ដើមដំណើរការងារនិងសកម្មភាពគ្រប់គ្រងព្រៃឈើរបស់ខ្លួនឡើងវិញក្នុងតំបន់គិរីរម្យដោយយោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី2ឧសភាឆ្នាំ1950នៅឆ្នាំ1962តំបន់គិរីរម្យត្រូវបានកសាងឡើងជាក្រុងទេសចរណ៍មានឈ្មោះថាក្រុងជូឡុងឬហៅថាបូរីជូឡុងមូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថាក្រុងជូឡុងព្រោះសម្ដេចចក្រីញឹកជូឡុងនៅពេលនោះគឺជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាននិងចលនាប្រជាជនដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតមួយនេះឡើងក្នុងសម័យសង្គមរាស្ត្រនិយមក្រៅពីរាជធានីភ្នំពេញនិងក្រុងព្រះសីហនុរដ្ឋាភិបាលសម័យនោះបានបង្កើតក្រុងថ្មីមួយចំនួនដូចជាក្រុងអង្គរក្រុងកែបក្រុងបូកូក្រុងប៉ៃលិននិងក្រុងបូរីជូឡុងនេះឯងហើយសម្ដេចព្រះនរោត្តមសីហនុបានសពព្រះរាជហឫទ័យចំពោះក្រុងនេះជាពន់ពេកដោយព្រះអង្គតែងតែធ្វើដំណើរទៅកាន់ទីនោះជាញឹកញាប់ព្រះអង្គសពព្រះរាជហឫទ័យនឹងទេសនាទេសភាពធម្មជាតិដ៏ប្រណិតនិងសត្វព្រៃគ្រប់ប្រភេទនៅតំបន់គិរីរម្យជាអនេកហើយរដ្ឋាភិបាលសម័យនោះក៏ទុកទីនោះជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិតមួយផងដែរនៅក្នុងបរិវេណឧទ្យានជាតិគិរីរម្យឬក្រុងជូឡុងកាលពីសម័យសង្គមរាស្ត្រនិយមក៏មានចំការនានាជាច្រើនផងដែរដូចជាចំការតែចំការផ្កាអកគីដេហើយក៏មានវារីអគ្គិសនីកន្លែងតាំងពិព័រណ៍សម្រាប់កងយុទ្ធពលខេមរភូមិន្ទមានរោងចក្រចំនួន3និងប្រលានយន្តហោះដែលអាចឲ្យឧទ្ធម្ភាគចក្រចុះចតបានស្ថិតនៅជិតអតីតព្រះរាជដំណាក់ដែលត្រូវបានគេកសាងឡើងរវាងឆ្នាំ1962ដល់ឆ្នាំ1965យ៉ាងណាដែរបងប្អូនបន្ទាប់ពីបានទស្សនាការបកស្រាយរបស់ខ្ញុំសង្ឃឹមថាពេលដែលបងប្អូនទៅលេងនៅគិរីរម្យបងប្អូននឹងនាំគ្នាជួយថែរក្សាបរិស្ថានឲ្យបានល្អដើម្បីឲ្យទីនោះក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញប្រកបដោយនិរន្តរភាពសូមអរគុណ